ជំរាបសួរទាំងអស់គ្នាខ្ញុំបាទពងពីរំមកពីសាកលវិទ្យាល័យបាទីអន្តរជាតិឆ្នាំទី2ឆ្នាំទី2ថ្ងៃនេះយើងមកថតវីដេអូក្រោមធានបទគណៈមន្ត្រីជាតិប្រសិនបើគេនិយាយដល់ទីតាំងដែលជាកន្លែងប្រមូលផ្ដុំទៅដោយវត្ថុបុរាណសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រសំខាន់នៅក្នុងប្រទេសកម្ពុជានោះកន្លែងដែលយើងនឹកឃើញមុនគេនោះគឺសារមន្ទីរជាតិកម្ពុជាសារមន្ទីរជាតិគឺជាសារមន្ទីរដែលធំជាងគេនៅក្នុងប្រទេសកម្ពុជាដែលជាទីតាំងប្រមូលផ្ដុំទៅដោយសម្បត្តិវប្បធម៌និងប្រវត្តិសាស្ត្រសំខាន់ជាច្រើនសារមន្ទីរជាតិមានរក្សាទុករូបសំណាកនិងភស្តុតាងប្រវត្តិសាស្ត្រកម្ពុជាចំនួនជាង 14,000 តាំងពីសម័យបុរេប្រវត្តិសម័យអង្គរនិងសម័យក្រោយៗមកទៀតសារមន្ទីរជាតិជាសារមន្ទីរប្រវត្តិសាស្ត្រដ៏ចំណាស់និងធំបំផុតក៏ជាសារមន្ទីរប្រវត្តិសាស្ត្របុរាណឈានមុខគេនៅក្នុងប្រទេសផងដែរសារមន្ទីរនេះមានបណ្ដុំសិល្បៈខ្មែរដ៏ធំបំផុតមួយរបស់ពិភពលោករួមមានទាំងចម្លាក់វត្ថុមានតម្លៃលង្ហិននិងស្ថាបត្យកម្មមួយចំនួនផងដែរដែលបានរក្សាទុកក្នុងសារមន្ទីរជាតិនេះសារមន្ទីរជាតិត្រូវបានកសាងឡើងនៅឆ្នាំ 1917 នាសម័យអាណានិគមនិយមបារាំងមកលើព្រះរាជាណាចក្រកម្ពុជាដែលមានស្ថាបត្យករឈ្មោះ Cirque du Soleil ជនជាតិបារាំងសារមន្ទីរជាតិនេះមានបណ្ដោយប្រវែង 54 ម៉ែត្រនិងជម្រៅ 66 ម៉ែត្រហើយសង់នៅលើខឿនដែលមានកម្ពស់ 2 ម៉ែត្រកន្លះពិធីសម្ពោធប្រព្រឹត្តទៅនៅថ្ងៃទី 13 ខែមេសា ឆ្នាំ 1920 ក្រោមព្រះរាជាធិបតីភាពរបស់ព្រះករុណាព្រះបាទស៊ីសុវត្ថិព្រះចៅក្រុងកម្ពុជានិងចំពោះលោកហុងរីបូខ្វាំងដែលជាអ្នកប្រចាំការជាន់ខ្ពស់បារាំងនៅកម្ពុជាផងដែរកាលពីដំបូងឡើយសារមន្ទីរជាតិនេះមានឈ្មោះថាសារមន្ទីរជាតិក្រុងកម្ពុជាធិបតីហើយដើម្បីលើកកិត្តិយសដល់លោកទេសាភិបាលបារាំងឈ្មោះ Albert Sarraut ទើបបដូរឈ្មោះសារមន្ទីរមកជាសារមន្ទីរ Albert Sarraut កាលដើមឡើយអគារសារមន្ទីរជាតិគឺជាសារមន្ទីរផងនិងក៏ជាសាលាបណ្ដុះបណ្ដាលផងដែរប្លង់សារមន្ទីរត្រូវបានគូរដោយលោក Cirque du Soleil សមូហកម្មនៃក្បាច់ចម្លាក់របស់វិមានសុទ្ធសឹងតែជាស្នាដៃវិចិត្រករខ្មែរដែលជាគ្រូនិងជាសិស្សនៅក្នុងសាលានេះផងដែរនៅក្នុងនោះមានដូចជារឿងនាងកាកីឬរឿងរាមកេរ្តិ៍ជាដើមអ្នកទាំងនោះបានតុបតែងក្បាច់ចម្លាក់ដ៏រស់រវើកនៅលើបង្អួចទាំង12និងនៅលើទ្វារធំទាំង3ដែលបានគូរទាំងគំនូរផ្សេងទៀតតាមរឿងព្រេងនិទានបុរាណខ្មែរតាមសន្លឹកបង្អួចជួរខាងលិចរហូតមកដល់ខាងក្នុងសារមន្ទីរជាតិស្ថិតនៅក្នុងមណ្ឌលតែមួយជាមួយនឹងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលប្រជាជនខ្មែរទម្លាប់ហៅថាសាលារចនាសារមន្ទីរជាតិត្រូវបានគ្រប់គ្រងអភិរក្សដោយជនជាតិបារាំងដែលមានជាអតិលោក Cirque du Soleil ជាអភិរក្សទី1ជាដោយប៉ងហើយបន្តមកទៀតការគ្រប់គ្រងសារមន្ទីរត្រូវបានប្រគល់ជូនលោក Solon Jerry Bena ធ្វើជាចាងបានរហូតដល់ឆ្នាំ 1949 បន្តមកទៀតនៅឆ្នាំ 1950 សារមន្ទីរត្រូវបានកាន់កាប់ដោយលោក Jean Bosler ដែលជាអភិរក្សរងនៅអង្គរហើយក៏ទទួលបានការងារដឹកនាំនៅសារមន្ទីរជាតិវិញលោកបានរៀបចំការផ្ទេរអំណាចគ្រប់គ្រងសារមន្ទីរពីសាលាបារាំងចុងបូព៌ាមកជូនរដ្ឋាភិបាលកម្ពុជាវិញពេលនោះហើយដែលសារមន្ទីរកម្ពុជាត្រូវបានបដូរឈ្មោះថាសារមន្ទីរជាតិនៃកម្ពុជាចាប់តាំងពីឆ្នាំ 1966 កិច្ចសន្យា10ឆ្នាំរវាងសាលាបារាំងចុងបូព៌ានិងរាជរដ្ឋាភិបាលកម្ពុជាត្រូវបានដល់ទីបញ្ចប់ការងារដឹកនាំសារមន្ទីរជាតិ
ត្រូវបានផ្ទេរមកជូនអភិរក្សខ្មែរដំបូងបំផុតគឺលោកថៃសេងដែលបានធ្លាប់សិក្សានៅសាកលវិទ្យាល័យក្រុងប៉ារីសនាប្រទេសបារាំងលោកជាថៃសេងបានដឹកនាំសារមន្ទីរជាតិក្នុងឋានៈជាអភិរក្សឬចាងវ៉ាងរហូតដល់ឆ្នាំ1971បន្ទាប់មកទៀតគឺលោកលីវូអុងដែលត្រូវបានតែងតាំងជាអភិរក្សបន្តតែជាអកុសលលោកទាំងពីរត្រូវបានគេសម្លាប់ក្នុងរបបខ្មែរក្រហមក្រោយពីបិទទ្វារចោលក្នុងរបបខ្មែរក្រហមអស់រយៈពេលជិត4ឆ្នាំសារមន្ទីរក៏បានរៀបចំឲ្យមានសណ្ដាប់ធ្នាប់ឡើងវិញនិងបើកបម្រើជូនភ្ញៀវទេសចរជាថ្មីនៅថ្ងៃទី13ខែមេសាឆ្នាំ1980សូមអ្នកនរគ្នាខ្ញុំបាទឈ្មោះវុនគឹមហេងដែលមានសួរទាំងអស់គ្នាខ្ញុំបាទឈ្មោះមុំភិរមមកពីសាកលវិទ្យាល័យបារាំងអន្តរជាតិឆ្នាំទី2ឆ្នាំទី2ថ្ងៃនេះយើងមកថតផ្នែក